ពាក្យថាពុទ្ធោជាពាក្យដ៏ប្រសើរបំផុតបទថាពុទ្ធោជាបទដ៏គង់ខ្ពស់បំផុតពាក្យនិងបទដតីដែលពីរោះដល់ត្រចៀកស្មើដោយពាក្យនិងបទនោះក្នុងលោកមិនមានឡើយអានិសង្ឃពោលសរសើរនៅញាណរបស់ព្រះពុទ្ធនឹងបានត្រេកអរក្នុងទេវលោកអស់77កាប់បានជាស្ដេចនៃទេវតា1000ដងបានជាស្ដេចចក្រពត្តិច្រើនរយជាតិនិងបានគ្រប់គ្រងប្រទេសរាជដ៏ធំទូលំទូលាយនិងកេរនីរាប់មិនបានបើកើតជាទេវតាឬជាមនុស្សជាអ្នកមានសេចក្តីត្រេះរិះមិនអន់ថយទាំងមានប្រាជ្ញាមោះមុតបានសម្រេចព្រះរហន្តក្នុងអាយុ7ឆ្នាំតែងបានទទួលនៅសម្បត្តិឯសេចក្តីខ្វះខាតភោគៈឥតមានឡើយមិនទៅកាន់ទុគតិអស់30000ឆ្នាំបាននៅវិជា3បដិសម្ភាទា4វិមក8និងអភិញ្ញា6 3ដកលេខ75ទំព័រ164